បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនមកមើលគ្រឿងផ្សំសម្រាប់យើងចំហុយផ្អកត្រីទក់ស្រែជាមួយនឹងត្រីខកំប៉ុងទាំងអស់គ្នាបាទចំណែកគ្រឿងផ្សំមានដូចជាម្ទេសហុយមានខ្ទឹមសខ្ទឹមក្រហមនិងម្ទេសក្របបងប្អូនហ្នឹងហើយនឹងមានស្ករសបាទមានប៊ីចេងហើយនឹងមានផ្អកត្រីទក់បាទហើយនឹងត្រីខចំនួន2កំប៉ុងពុកម៉ែបងប្អូនទាំងគ្នាបាទហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរបាទសូមបងប្អូនចូលទៅមើលរបៀបនៃការធ្វើជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទតោះបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវយើងចាប់ផ្ដើមចិញ្ច្រាំផ្អកត្រីទក់ទៅបងប្អូនណាហ្នឹងហើយយើងបាទឥឡូវផ្អកត្រីដែលយើងបានចិញ្ច្រាំមិញហ្នឹងគឺរួចរាល់បងប្អូនទាំងគ្នាបាទហ្នឹងឥឡូវបងប្អូនចាប់ផ្ដើមផ្សំគ្រឿងតែម្ដងទៅដើម្បីយើងយកទៅចំហុយចឹងអញ្ចឹងបងប្អូននេះបាទហ្នឹងហើយអញ្ចឹងជាដំបូងបងប្អូនត្រូវតែយកចានសម្លបងប្អូនណាបងប្អូនចាក់ចូលក្នុងចានសម្លទៅបាទតបបងប្អូនចាក់ចូលនៅក្នុងចានសម្លសម្រាប់យើងយកទៅចំហុយហើយបងប្អូនចាប់ដើមចាក់គ្រឿងចូលតែម្ដងមកពុកម៉ែបងប្អូននេះបាទហ្នឹងឥឡូវខ្ញុំចាប់ដើមខ្ញុំដាក់បន្ទាប់បងប្អូនដាក់ស្ករសបងប្អូនចាក់ប៊ីចេងចូលតែម្ដងមកបាទអញ្ចឹងចំពោះប៊ីចេងខ្ញុំដាក់តែ1ស្លាបព្រាទេពុកម៉ែបងប្អូននេះបាទហ្នឹងហើយបាយតែម្ដងមកហ្នឹងហើយបន្ទាប់ពីដាក់ប៊ីចេងហើយបងប្អូនចាប់ដើមកោះត្រីខចាក់ចូលមកតែម្ដងមកពុកម៉ែបងប្អូនទាំងនេះបងដាក់កោររហើយបងប្អូនដាក់ម្ទេសហុយបងប្អូនណាហ្នឹងហើយដាក់ម្ទេសហុយចាក់ម្ទេសហុយចូលតែម្ដងមកសម្រាប់ម្ទេសហុយចូលមកតែម្ដងមកពុកម៉ែបងប្អូនបាទហ្នឹងហើយហ្នឹងហើយបន្ទាប់ពីបងប្អូនបានចាក់នៅម្ទេសហុយហើយបងប្អូនក៏ចាប់ដើមដាក់នៅគ្រឿងឈ្ងុយបងប្អូនណាគ្រឿងឈ្ងុយហ្នឹងមានខ្ទឹមសខ្ទឹមក្រហមនិងម្ទេសក្របបងប្អូនណាហ្នឹងម្ទេសក្រហមហ្នឹងបងប្អូនណាហ្នឹងហើយបាទបន្ទាប់ពីយើងបានលាយគ្រឿងអស់ហើយបងប្អូនចាប់ដើមយកទៅដាក់នៅក្នុងឆ្នាំងចំហុយតែម្ដងទៅពុកម៉ែបងប្អូនទាំងនេះបាទបាទពីនេះបាទtừ lại cái món con phải bài học tăng đi thảo sai đây bây giờ có việc sách tiền và cái này một năm cho YouTube và hôm cho bài học tăng đi thảo này và lời hình xong crop sẵn một món ăn ngay ឥឡូវផ្អកត្រីទក់ចំហុយជាមួយនឹងត្រីខរបស់យើងគឺបានឆ្អិនហើយពុកម៉ែបងប្អូនហ្នឹងហើយបាទហើយយើងចាប់តាមបើកម្រោបមើលតែម្ដងមើលហ្នឹងហើយបាទសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបាននៅមុខម្ហូបថ្មីៗនិងវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណសូមជម្រាបលា